Redmi A5 បញ្ហាចូលទឹកអានេះទូរស័ព្ទនេះម្ចាស់គាត់ចូលទឹកហើយគាត់យកទៅសាកថ្មដល់ពេលសាកថ្មទៅបញ្ហាគឺវាគប់ឆ្លងគឺឆេះខ្លោចទៅលើកគូសាក់គប់ទៅដល់ម៉ាស៊ីនអញ្ចឹងវាធ្វើការបញ្ហាហ្នឹងគឺធ្វើឲ្យហុយហើយយើងបញ្ជាក់ជូនគាត់ទៅសួរទូរស័ព្ទចូលទឹកអត់គាត់ថាចូលដែរតែចូលតិចតិចអានេះយើងជាយើងដោះមកដឹងហើយបងប្អូនអរគ្នាគាត់ដល់ទៅឆាបវឹបអាហ្នឹងគ្រោះថ្នាក់បងប្អូនអរគ្នាគ្រោះថ្នាក់អាហ្នឹងយើងអាចបង្កជាអគ្គីភ័យអីចឹងណាអញ្ចឹងរាល់ទូរស័ព្ទដែលបងប្អូនទាំងអស់គ្នាមានបញ្ហាចូលទឹកអីបងប្អូនកុំស្ដាយលុយអី 10000 5000 10000អីយើងយកមកលាងឲ្យជាងគេលាងដើម្បីសុវត្ថិភាពការប្រើប្រាស់ហើយការសាកថ្មហើយបើសិនជាខូចដៃណាឲ្យគេផ្លាស់ប្ដូរកន្លែងហ្នឹងទៅបងប្អូនសុវត្ថិភាពជាងបងប្អូនមើលជាក់ស្ដែងដូចជាទូរស័ព្ទនេះចឹងបងប្អូនមើលឃើញអានេះឆាមអានេះគាត់ដោតភ្លាមគាត់ចេះបានមើលនៅនឹងភ្លាមចុះបើសិនជាគាត់អត់បានមើលអីបងប្អូនសម័យមើលអាចនឹងមានបញ្ហាមិនអានេះយើងអាចនឹងផ្ទុះឆេះអញ្ចឹងណាបងប្អូនអរគ្នាយើងមើលអត់ឃើញណាព្រោះរឿងគ្រឿងអេឡិចត្រូនិកយើងប្រើប្រាស់វាយើងដឹងដែរយើងត្រូវដឹងដែរពេលដែលចូលទឹកអីបងប្អូនសុវត្ថិភាពទាំងអស់គ្នាបងប្អូនមើលឆេះឡើងខ្លោចអានេះខ្ញុំតំលៀងហើយហ្នឹងជាក់ស្ដែងឆេះឡើងខ្លោចហ្មងគ្រោះថ្នាក់បងប្អូនអរគ្នាហើយវាបកនេះគឺវាបកគប់ឆេះកគូតសាក់ហើយគប់មកដល់ម៉ាស៊ីនអញ្ចឹងម៉ាស៊ីនហ្នឹងវាឆ្លងអល់អញ្ចឹងយើងធ្វើអល់ហើយអញ្ចឹងម៉ាស៊ីននេះយើងអាចសង្គ្រោះបានអាចយកទៅប្រើប្រាស់បានវិញណាអញ្ចឹងបងប្អូនដែលមានបញ្ហាចូលទឹកអីបងប្អូនកុំយកទៅកប់អង្គឬសាកថ្មគ្រោះថ្នាក់បងប្អូនកប់អង្គក៏បញ្ហាធ្វើឲ្យម៉ាស៊ីនហ្នឹងវាខូចដែរព្រោះជាតិតលីនៃអង្គវាចូលទៅដល់បាតម៉ាស៊ីនទៅធ្វើឲ្យម៉ាស៊ីនហ្នឹងពេលដែលយើងផ្លុំលាងទៅវាអាចចូលទៅដល់បាតអ៊ីសេធ្វើឲ្យឆ្លងអ៊ីសេថែមទៀតអញ្ចឹងបងប្អូនដែលមានបញ្ហាចូលទឹកអីបងប្អូនយកទៅលាងទៅបងប្អូនអរគ្នាបាទវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើន